ខ្ញុំឆ្ងល់ស្រាយមិនចេញតែម្ដងថាពួកសៀមទៅវាឈួតវាគ្មានចំណេះដឹងស្វែងរកព័ត៌មានពិតវាថាពលានយើងលុយចិនចែមួយចុះមួយវាឈួតវាគ្មានចំណេះដឹងយើងកុំប្រកាន់វាក៏ប៉ុន្តែនៅក្នុងកលៈទេសៈមួយដែលសៀមកំពុងតែមើងងាយខ្មែរយើងនៅមានខ្មែរយើងមួយចំនួននៅមានគំនិតអកតេបែបនេះពីមុនណាមិនថាណាខ្ញុំធ្វើច្រើនតែតទៅមួយពលានដៃចូលសមិទ្ធផលរបស់កម្ពុជាមានកំបិនបែបនេះវាច្រើនរាប់មិនអស់ក៏ប៉ុន្តែក្នុងកលៈទេសៈនេះដែលខ្ញុំគិតថាអូខ្មែរយើងចាប់ផ្ដើមស្វែងយល់ពីខ្លួនឯងហើយចូលរួមលើកទឹកចិត្តនិងអភិវឌ្ឍប្រទេសជាតិជាមួយគ្នាក៏ប៉ុន្តែនៅតែមានកំបិនបែបនេះបន្តទៀតខ្ញុំសោកស្ដាយមែនតើខ្ញុំមិនដឹងថាពួកគាត់ជាណាគេទេហេតុអីបានជានៅក្នុងខ្លួនផ្ទុកដោយសម្រាមបញ្ចេញតែមតិមិនល្អចំណាយពេលវេលាដ៏មានប្រយោជន៍ក៏ប៉ុន្តែធ្វើរឿងអត់ប្រយោជន៍ទឹកពិសា Bronet V Active បរិសុទ្ធស្រស់ស្រាយគ្រប់ពេលវាដូចអត់មានបានប្រយោជន៍អីសោះក៏ប៉ុន្តែនៅតែមានកំបិនបែបហ្នឹងឆ្ងល់មែនតែម្ដងហេតុអីបានជាមិនសប្បាយចិត្តនៅពេលដែលមានសមិទ្ធផលធំឲ្យអស្ចារ្យបែបនេះដែលពិភពលោកគេសរសើរគ្រាន់តែលើកមុនខ្ញុំលើកមកនិយាយថាសារព័ត៌មានគេទៅសារពីពលានយើងស្អាតចេះមួយក៏ថាខ្ញុំនឹងនិយាយតែខ្លួនឯងដាក់សោះឲ្យមើលក៏មិនព្រមមើលអាគេទៅសើមិនជឿអាគេប្រអាប់ពេបមាត់រីគុណគ្នាឯងចង់បានមិនទៀតអត់យល់ហ្មង